Ok អញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំបាន testing integration ជាមួយ Sys VIP ជាមួយនឹង Telegram អញ្ចឹងគឺអ្នកដែល call មកតាម Telegram ឬក៏យើងអាច call ចេញពី Telegram ពីទូរស័ព្ទ TikTok របស់យើងទៅកាន់ Telegram បានហើយចំពោះការ call ចូលគឺអាចវាមានជាសម្លេងសូរស្វាគមន៍ឬក៏យើងអាចចុចលេខ1ដើម្បីជួបទៅផ្នែក sale ឬក៏ផ្នែកcustomer service អីបានអញ្ចឹងគឺយើងអាចធ្វើការ integration system 2អញ្ចឹងនៅក្នុងការ integration របស់ខ្ញុំហ្នឹងគឺខ្ញុំប្រើជាមួយនឹងយើងមាន Telegram bot មួយដែលជា voice gateway ហើយនឹងមួយទៀតគឺជាខ្ញុំមានជាម៉ាស៊ីន PBX ដើម្បីបង្កើតទៅនឹង call flow ឬក៏អីទៅតាម business requirement ហើយចំពោះការ integration ហ្នឹងគឺវាមានអត្ថប្រយោជន៍ច្រើនមែនតើអញ្ចឹងចំពោះការ call គឺវាអាចនឹង roll ទៅតាម business queue ឬក៏ទៅតាមវាមានជា report អញ្ចឹងគឺយើងអាចដឹងថាក្រុមការងាររបស់យើងអាចទទួលបាន call ប្រមាណនៅក្នុងមួយថ្ងៃហើយបន្តមកយើងមានជា performance របស់គាត់នៅខាងក្នុងហ្នឹងជា report ហើយមួយទៀតអ្វីដែលជាពិសេសគឺយើងអាច record ទៅនឹងសំឡេងការសន្ទនារបស់គាត់ជាមួយនឹងអតិថិជនបានអញ្ចឹងនេះគឺជាការ testing របស់ខ្ញុំអូខេអញ្ចឹងកន្លែងនេះគឺខ្ញុំតែ call មក Telegram របស់ខ្ញុំអញ្ចឹងបន្តមកវា roll ទៅកាន់ទូរស័ព្ទ laptop គឺឃើញឈ្មោះហ្នឹងអូខេអញ្ចឹងអានេះគឺខ្ញុំបានលើកនិយាយពីទូរស័ព្ទ laptop នៅដៃខ្ញុំហ្នឹងអញ្ចឹងចំពោះការ test call មួយទៀតគឺខ្ញុំគ្រាន់តែ click call មកនេះវិញហ្នឹងមកអញ្ចឹងបន្តមកវានឹង roll មកកាន់ Telegram ដែលខ្ញុំបាន test call ប៉ុណ្ណឹងអូខេអញ្ចឹងអរគុណសម្រាប់ការមើលវីដេអូនេះអញ្ចឹងបើសិនជាអ្នកអត់ជំនឿអាច drop ក្នុង comment នេះបាន